90ថ្ងៃសាពីនិហាឲ្យដល់ជីវិតថ្ងៃនេះបើសិនអ្នកនរគ្នាចង់ឲ្យជីវិតផ្លាស់ប្ដូរបែប360ដឺក្រេពីបាតដៃទៅជាខ្នងដៃហើយសម្រេចនៅគោលដៅធំនៅក្នុងជីវិតអ្នកត្រូវប្រើច្បាប់90ថ្ងៃសម្រាប់ច្បាប់90ថ្ងៃនេះគឺការដែលយើងនៅក្នុង flow ចក្រវាឡឬអាចនិយាយថា flow នៃការគិតវិជ្ជមាន90ថ្ងៃដែលយើងនឹងមិនអនុញ្ញាតឲ្យធម៌ពលអវិជ្ជមានទាំងឡាយណាចូលមកក្នុងចិត្តនិងកាយរបស់យើងដាច់ខាតអញ្ចឹងអ្នកនរគ្នាព្រមផ្លាស់ប្ដូរជីវិតបែប360ដឺក្រេទៅជាមួយនឹងខ្ញុំអត់ថ្ងៃនេះគឺខ្ញុំនឹងមកនាំអ្នកនរគ្នា train ចិត្ត train កាយរបស់អ្នកឲ្យនៅក្នុង flow ចក្រវាឡក្នុង90ថ្ងៃនេះសម្រាប់អ្នកណាដែលព្រមនឹងនាំជីវិតរបស់អ្នកទៅរកជីវិតដែលមានពន្លឺជីវិតដែលស្រស់បំព្រង comment ពាក្យថា yes นะครับហើយនេះគឺជា day ទី1ខ្ញុំសូមធ្វើคลิปខ្លីៗនៅក្នុងការចែករំលែកនៅក្នុង90ថ្ងៃនេះនោះអ្នកនរគ្នាត្រូវតាមថារយៈពេល90ថ្ងៃនេះបើអ្នកចង់ផ្លាស់ប្ដូរជីវិតយ៉ាងពិតប្រាកដអ្នកត្រូវបិទទ្វាររឿងរ៉ាវអវិជ្ជមានទាំងអស់បិទទ្វារការគិតអវិជ្ជមានទាំងអស់បិទទ្វារការទទួលស្ដាប់ព័ត៌មានអវិជ្ជមានទាំងអស់វាមិនមែនជារឿងដែលហួសហេតុពេកទេបើសិនតែអ្នកចង់ឲ្យជីវិតរបស់អ្នកដើរទៅដល់ផ្លូវមួយដែលអ្នកចង់បានព្រមឬអត់ព្រមទេបើ90ថ្ងៃអ្នកនៅក្នុង flow ចក្រវាឡហើយអ្នកបានសម្រេចនៅគោលដៅដែលអ្នកចង់បានបើ90ថ្ងៃនេះអ្នកនៅក្នុង flow ចក្រវាឡហើយអ្នកមានសេរីភាពរឹងលុយការលក់ដូរមុខរបររបស់អ្នកត្រឡប់មកល្អឡើងវិញតើអ្នកព្រមនឹងធ្វើវាអត់បើព្រមហើយនេះគឺជា day ទី1នៃការចាប់ផ្ដើមនៅក្នុង flow ចក្រវាឡសម្រាប់ day ទី1នេះគឺមិនមែនជារឿងអ្វីដែលប្លែកថ្មីទេវាជារឿងដែលអ្នកនរគ្នាឮសាំឮហើយឮទៀតគ្រាន់តែថាអ្នកមិនសូវអនុវត្តវាតែប៉ុណ្ណោះ day ទី1គឺជាការដែលយើងចាប់ផ្ដើមនៅក្នុងការប្រើពាក្យអរគុណឲ្យច្រើនបំផុតនៅក្នុងជីវិតដែលយើងធ្លាប់និយាយមកពីមុនយើងអាចនិយាយពាក្យអរគុណត្រឹមតែមនុស្សយករបស់ឲ្យយើងមែនអត់យើងនិយាយតែពាក្យអរគុណបើយើងទទួលបានអ្វីមួយទៅយើងអរគុណមែនទេតែថ្ងៃនេះបើអ្នកព្រមផ្លាស់ប្ដូរទៅជាមួយនឹងចក្រវាឡនោះអ្នកនរគ្នាត្រូវតែបើកចិត្តនៅក្នុងការអរគុណទាំងតែអ្នកមិនទាន់បានទទួលអ្វីមកទាំងអស់ទាំងតែជីវិតកំពុងតែជួបភាពលំបាកទាំងតែបញ្ហាកំពុងតែចូលមកគ្រប់ទិសគ្រប់ទីទាំងតែពេលនេះជីវិតរបស់អ្នកកំពុងតែងងឹតកំបិតអ្នកអាចអរគុណវាបានអត់អញ្ចឹងអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងឲ្យអ្នកនរគ្នាទៅធ្វើ workshop នេះបែបងាយបំផុតណាតែមិនបាច់ប្រើការគិតច្រើនទេអញ្ចឹងថ្ងៃនេះមិនថាអ្នកនរគ្នាទៅចាប់អីទៅធ្វើអីដើរទៅទីណាដើរទៅកន្លែងណាឲ្យអ្នកនរគ្នាប្រើពាក្យអរគុណខ្លីៗណាកុំឲ្យពិបាកកុំឲ្យវែងពេកកែលោចាប់អត់បានឧទាហរណ៍ណាដូចជាអ្នកនរគ្នាចាប់ទូរស័ព្ទឲ្យអ្នកនរគ្នាអរគុណណាទូរស័ព្ទរបស់ខ្ញុំតែនេះក៏បានដែរណាកុំតន់និយាយប្រយោគវិញឬបើថាយើងអាចនិយាយប្រយោគវិញបានទៅទៀតគឺអរគុណណាទូរស័ព្ទតនលៀនរបស់ខ្ញុំដែលតែងតែផលិតមេខ្ញុំយ៉ាងច្រើនហាសាបែបនេះសូម្បីតែពេលដែលយើងចាប់ឆ្នាំងដាំបាយយើងក៏អរគុណណាឆ្នាំងបាយរបស់ខ្ញុំអរគុណឆ្នាំងបាយនេះណានេះខ្លីៗឬសូម្បីតែយើងដើរទៅទិញម្ហូបអរគុណណាមីងលក់បន្លែដែលលក់បន្លែល្អៗខ្ញុំអរគុណណាលុយដែលខ្ញុំបានទិញបន្លែក្នុងថ្ងៃនេះអរគុណណាអ្នកលក់សាច់អរគុណសាច់នេះណាដែលធ្វើខ្ញុំបានធ្វើម្ហូបដែលឆ្ងាញ់គឺចាប់អីឲ្យអរគុណហ្នឹងសូម្បីតែពេលដែលយើងងូតទឹកតើយើងអរគុណណាទឹកដល់សែនត្រជាក់សុខនេះអ្នកគឺអរគុណខ្លីៗគ្រាន់តែអ្នកនរគ្នាមិននិយាយប្រយោគវិញទេបើសិនអ្នកនរគ្នាមិនទាន់សូវចេះអរគុណអានេះគឺជាការฝึกអរគុណเนาะយើងនឹកអារម្មណ៍ដូចកូនក្មេងណាដែលគាត់តបតែចេះនិយាយអញ្ចឹងគាត់អត់អាចចេះនិយាយប្រយោគវិញបានទេមែនអត់គាត់ចេះនិយាយតែមួយម៉ាត់តែប៉ុណ្ណោះយើងនឹកអារម្មណ៍ដូចយើងនេះតបតែជាក្មេងដែលតបចេះនិយាយអូខេណាដូចថាអើយយើងក៏ការអរគុណដល់ដូចគ្នាមនុស្សខ្លះគាត់ដែរអរគុណទៅពេលគាត់ដែរអរគុណទៅគឺគាត់មិនដឹងថាអរគុណដល់មិនមែនហើយអញ្ចឹងក៏យើងក៏ចាប់អីអរគុណហ្នឹងចាប់ថាអរគុណណាខោនេះអរគុណណាសភៅនេះអរគុណណាតុធ្វើការនេះអរគុណណាក៏អីអរគុណណាក៏វិញចាប់អីឲ្យអរគុណហ្នឹងតែមួយថ្ងៃហ្នឹងឲ្យអ្នកនរគ្នានៅក្នុង flow អរគុណអ្នកនរគ្នាតាមពិតទៅរឿងភាពសុខសមណាភាពជោគជ័យនេះវាមិនមែនជារឿងដែលលំបាកបើនិយាយទៅឲ្យតែយើងនៅក្នុង flow ដែលងាយ
អ្វីអ្វីគ្រប់យ៉ាងវានឹងមកបែបនេះអ្នកនរគ្នា day ទី1នេះអ្នកនរគ្នាសាកទៅធ្វើហើយមិនធ្វើតែមួយថ្ងៃទេណាខ្ញុំសូមបញ្ជាក់ណា90ថ្ងៃណាអ្នកត្រូវនៅក្នុង flow នេះឲ្យបានអ្នកត្រូវ ฝึก បើសិនអ្នកនរគ្នាភ្លេចខ្លះក៏វាមិនអីដែរតែពេលដែលយើងនឹកឃើញក៏យើងអរគុណអូខេណាចាប់អីអរគុណនឹងឲ្យអ្នកនរគ្នា ฝึก នៅក្នុងការនៅក្នុង flow សំណឹកដឹងគុណព្រោះបើសិនតែអ្នកនរគ្នាមិន ฝึก នៅក្នុង flow សំណឹកដឹងគុណទេអ្នកក៏នឹងទៅនៅក្នុង flow អីគេ flow ខ្វះខាតមែនទេអង្គុយនឹកដល់អូថ្ងៃនេះរលួយឲ្យណាបានអ៊ុយឥឡូវលក់ដាច់សោះអ៊ីចិត្តខាងមិនឥឡូវនេះអ្នកឃើញទេបើយើងមិននៅក្នុង flow សម្រាប់តែគុណយើងក៏នៅក្នុង flow គេ flow ខ្វះខាតអញ្ចឹងអ្នកនរគ្នាពេញម្ល៉េះហ្នឹងអ្នកនរគ្នាត្រូវធ្វើឲ្យចិត្តនឹងការគិតរបស់អ្នក focus ជាមួយនឹងការសំណឹកដឹងគុណឲ្យបានច្រើនបំផុតទោះបីជាវាមិនបានគ្រប់ពេលក៏ដោយណាតែធ្វើម៉េចឲ្យវាបានច្រើនបំផុតអូខេណាហើយអ្នកនរគ្នានឹងឃើញភាពផ្លាស់ប្ដូរនៅក្នុងជីវិតអ្នកបើអ្នកនរគ្នានៅក្នុង flow សំណឹកដឹងគុណណាត្រឹមតែ7ថ្ងៃជីវិតអ្នកចាប់ដើមគេហៅថាបែរទិសទៅរកផ្លូវដែលល្អពេលមនុស្សដែលលក់មិនស្អាតក៏ចាប់ដើមអូមានតិជនចូលទៅទីពេលមនុស្សដែលគាត់តែខ្វះខាតលុយក៏មានលុយចូលមកហូរសម្បូរហូរហៀអញ្ចឹងទៅណោះពេលនឹងមានឱកាសល្អៗចូលមកអ្នកនរគ្នាតើដែលអ្នកនរគ្នាក្នុង flow ចាក់វាយខ្ញុំចង់និយាយថាបើរឿងលុយវិញគឺមកបែបនេះពេលខ្លះគឺវាមកដោយយើងស្មានមិនដល់ហើយវាមកបែបនេះមែនទេណាអញ្ចឹងទូរនីតិយើងណាបើចង់បានលុយយើងកុំទៅខ្វល់រឿងលុយខ្លាំងពេកកុំតឹងចាំវាខ្លាំងពេកតែចូលធ្វើខ្លួនឲ្យសบายមានក្តីសុខអ្នកនៅក្នុង flow ចក្រវាលនេះត្រឹមតែ90ថ្ងៃអ្នកនរគ្នានឹងដូរជីវិតបែប360 degree សូមបញ្ជាក់ម្ដងទៀតណាចា90ថ្ងៃនេះមិនមែនឲ្យអ្នកនរគ្នាទៅគិតអវិជ្ជមានយ៉ាងណាក៏បានដែរមិនមែនអ្នកនរគ្នាចង់ដឹងចង់លឺរឿងគេក៏បានដែរហើយក៏មិនមែនឲ្យអ្នកនរគ្នាចង់អង្គុយយំ2យប់3ថ្ងៃយ៉ាងម៉េចក៏បានដែរអត់ទេនៅក្នុង90ថ្ងៃនេះគឺយើងត្រូវតែនៅក្នុង flow សំណឹកដឹងគុណ flow រីករាយមានក្តីសុខទោះជួបរឿងអីក៏ដោយយើងត្រូវប្រញាប់ clear វាចេញឲ្យអស់ហើយក៏ចូលមកក្នុង flow សំណឹកដឹងគុណឧទាហរណ៍យើងជួបបញ្ហាអីមួយចូលមកយើងក៏អរគុណបញ្ហានេះទៅអរគុណណាបញ្ហានេះដែលធ្វើឲ្យខ្ញុំកាន់តែឆ្លាតកាន់តែកែដែលធ្វើឲ្យខ្ញុំនឹងជួបឱកាសល្អៗចូលមកកាន់តែខ្លាំងជាងនេះអូខេណាអញ្ចឹងថ្ងៃនេះគឺជា day ទី1កុំភ្លេចអត្ថបទដល់គ្នាណាហើយថ្ងៃក្រោយយើងនឹងជួបគ្នាម្ដងទៀតណាចា